សន្តិសុខសម្រាប់ធ្នាប់សង្គមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មការងារអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូរំលែកថាដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះដែលមានបណ្ដាញប្រតិក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនតាមរយៈសារពិសេសផ្ញើជូនចំពោះបងប្អូនជនរួមជាតិកាលពីប្រឡប់ថ្ងៃទី13ខែមករាសម្ដេចធិបតីបានបញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនិងនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាកិច្ចការអាទិភាពក្នុងរបៀបវិរៈនយោបាយរបស់ខ្លួនគឺពុំមែនជាការចៃដន្យឡើយសម្ដេចធិបតីបន្ថែមថាការដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពេលកន្លងមកនេះគឺជាសក្ខីភាពមួយនៃការអនុវត្តការបដិញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជានិងពិភពលោកបើតាមសម្ដេចធិបតីសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់ពេលនេះពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត